ចាប់វ៉ាន់ប៉ុណ្នេះហើយបើថានៅតែបាយទៀតគេថាឈប់លក់តែម្ដងបាទបងគាត់ទិញតែ10អំបិលទេគេថាខ្ចប់មកពេញចិត្តតែម្ដង packaging អីគេថា M30 យកតែម្ដងហើយ order ទី2ក៏យកជាមួយនឹងខ្លួនរបស់ JPG Lamella Parfum និយាយទៅក្លិនមួយនេះគេថា sexy តាក់ទាញមែនតើផ្អែម vanilla iris បែកម្សៅគេថា M មែនតើសម្រាប់ចូលរួមកម្មវិធីឬក៏ទៅ date អីហ្នឹងគេថាមកពេញចិត្តតែម្ដងក្លិនមួយនេះឈ្ងុយតាក់ទាញមែនតើហើយចូលទៅដល់ order ទី3គាត់យកជាមួយនឹងខ្លួនរបស់ JPG Lamella Parfum ដដែលគឺថា M មែនតើនិយាយទៅក្លិនមួយនេះមួយរយៈហ្នឹងគេថាបងបុកមកទិញច្រើនខ្លាំងមែនតើមូលហេតុដោយសារតែក្លិនវាល្អក្លិនវា sexy តាក់ទាញមែនតើនិយាយទៅប្រើក្លិនមួយនេះហើយគេថាដឹងតែពេញចិត្តតែម្ដងហើយចូលទៅដល់ order ទី4គាត់យកជាមួយនឹងខ្លួនរបស់ Stronger with you intensely និយាយទៅក្លិនមួយនេះគេថាមិនបាច់និយាយមិនបាច់ review ទេគេថាបងស្គាល់ច្រើនមែនតើក្លិនវាល្អមែនតើជាពិសេសសម្រាប់ទៅពេល date តែម្ដងនិយាយទៅក្លិនមួយនេះមកពេញចិត្តតែម្ដងក្លិនមានបែបលក្ខណៈរៀងផ្អែម vanilla lavender lilon និងក្លិនបែបរៀង amber ដែរក្នុងហ្នឹងនិយាយទៅក្លិនមួយនេះគេថា sexy តាក់ទាញមែនតើបាញ់តដេតអីគេថាដឹងតែគេស្រឡាញ់តែម្ដងហើយចូលទៅដល់ order ទី5គាត់យកជាមួយនឹងខ្លួនរបស់ YSL YDP និយាយទៅក្លិនមួយនេះល្អខ្លាំងមែនតើសម្រាប់បើជាប្រចាំថ្ងៃទៅសាលារៀនទៅធ្វើការអីហ្នឹងគេថាតែបែបតែម្ដងក្លិនមួយនេះលក់ដាច់យកតែមែនតើហើយដល់ចុងក្រោយគឺ LV Imagination និយាយទៅ LV Imagination ក្លិនសម័យនេះគេថាខាងយើងលក់ដាច់ខ្លាំងមែនតើបងយកទៅវាច្រើនគេថាពេញចិត្តសឹងតែគ្រប់គ្នាតែម្ដងអញ្ចឹងបើសិនបើអ្នកគ្នាចង់បានតែខ្លួនដែលមានគុណភាពតាក់ទងមកលើនេះ